nẹt trong thưa vậy nhom con tay mìnhประหยัด dưỡng nâng ở nẹt mình ประหยัด mà đòn a chui phong su po anh hiên vi dương phong dương vi tại sập từ chan đôi chỉ nẹt nâng hời đại hiên một pa po lục một cha rồi bọc nhom cho từ không tập từ nẹt niên chỉ sray sray khmien cả ọp rùm hiên vi bong pro rồi bọc kê phong nô na nơi tini à vi sầm lập sray cạch nẹt ni ở nhom ồ sơ tại plek ca chúc chất khmai đôi chỉ niên từ hời từ nơi cổng đỏ bong pro yun chân rồi bọc niên từ ta nơi miền nẹt na hiên mơ nghi lục pro rồi bọc dương tiệt đài tế lục pro tập ní trở chạy khăng nè chút sầm liệp bồng pẹ sam chụp ở hảiពួកយើងប្រញាប់ត្រឡប់ទៅផ្លាស់ប្ដូរសម្លៀកបំពាក់វិញទៅជប់សិនអ្នកជាស្រីបំរើជាន់ទៀតដែលមិនស្គាល់ខ្ពស់ទៀតសោះវាយន្តចឹងគ្រូសាយើងហើយនៅចង់ចាក់ចេញទៀតតើនៅមានច្បាប់ទម្លាប់ទៀតដែរឬទេតើពួកកងការពារនៅក្នុងភូមិគ្រឹះត្រកូលហូស្លាប់អស់ហើយមែនទេនរណានៅទីនោះមកនេះភ្លាមចូលចាប់ខ្លួនស្រីបំរើជាន់ទៀតដែលមិនស្គាល់ឋានៈខ្ពស់ទៀតម្នាក់នេះយកទៅឲ្យខ្ញុំវាបំបាក់ជើងរបស់នាងរួចបោះចូលទៅក្នុងទន្លេហាំងភូទៅយាយចាស់តើភ្នែកកង្ខាងណារបស់អ្នកឃើញថាខ្ញុំមិនស្គាល់ឋានៈខ្ពស់ទៀតនោះគឺច្បាស់ណាស់ថាជាលោកប្រុសដែលខ្វះការប្រដៅរបស់គ្រួសារអ្នកដែលមានបំណងអាក្រក់ចិត្តណារុញខ្ញុំឲ្យធ្លាក់ចូលទៅក្នុងទឹកច្រឡះបះណាស់អ្នកជាក្មេងស្រីអ្នកសុំទានដ៏ស្អុយរលួយតើមានសិទ្ធិអ្វីមកនិយាយវែកញែករកហេតុផលជាមួយចៅវាយនាយវៃប៊ីនផ្ទះមាត់នាងឲ្យខ្ញុំហាហាហាលោកស្រីលូអ្នកពិតជាមានអំណាចខ្លាំងណាស់មែនទេនៅក្នុងភូមិគ្រឹះត្រកូលហូនេះតើដល់វេនរបស់អ្នកមកចេញបញ្ជាតាំងពីពេលណាមកនិយាយបំផ្លាញការពិតស្ខ្មៅច្របូកច្របល់អស់ហើយអ្នកនាងហូសូមមេត្តាគឺក្មេងស្រីព្រៃផ្សៃម្នាក់នេះដែលជាអ្នកផ្ដើមដៃវាយកូនប្រុសរបស់ខ្ញុំមុនកាលពីអំបញ្ញមិញនេះខ្ញុំនៅលើកងជាន់ទី2បានឃើញយ៉ាងច្បាស់លាស់បំផុតគឺច្បាស់ណាស់ថាលូយន្តនិយាយពីថារឿងគីឡូនេះមួយបើបានឡើងហើយគឺមិនងាយស្រកវិញទេបងប្អូនមានតែឡើងលើសដើមហើយពេលថត់លើគីឡូហ្នឹងណាពីបាក់ក្នុងខ្លួនណាលោកអើយស្អីស្អ៊ូឆាប់ហត់ឆាប់អស់កម្លាំងហើយសំខាន់ណាឃើញមុខយើងចាស់ជាងអាយុទៀតហើយបើសិនជាបងប្អូនទាំងអស់គ្នាខំតមអាហារខំហាត់ប្រាណហើយនៅតែមិនបានផលនៅតែមិនស្រកទេកុំតន់អាលអស់សង្ឃឹមបងប្អូនទាំងអស់គ្នាសូមណែនាំកម្ពុជាវីតាមីនសម្រាប់គីឡូយ៉ាសាកា Body Shape ដែលអាចជួយឲ្យបងប្អូនទាំងអស់គ្នាស្រកគីឡូលឿនដោយសុវត្ថិភាពឆាប់ចេញរាងស្លីមស្អាតសមខ្លួនត្រឹមតែមួយកំប៉ុងដំបូងប៉ុណ្ណោះបងប្អូនទាំងអស់គ្នាសាច់វីតាមីនសម្រាប់គីឡូយ៉ាសាកានឹងជួយបងប្អូនទាំងអស់គ្នាស្រកគីឡូបានទាន់ចិត្តស្រកក្បាលពោះស្រកបឿកលើពីនេះទៅទៀតកម្ពុជាវីតាមីនរបស់យើងក៏ជួយសម្រួលដល់ការបន្តបងការទឹករំលាយខ្លាញ់មិនល្អពេញមួយតួខ្លួនកាត់បន្ថយចំណង់អាហារផ្អែមបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ហើយជាពិសេសអត់មានធ្វើទុកឲ្យអស់កម្លាំងឬក៏រហ័សរហៃអីទេបងប្អូនទាំងអស់គ្នាគឺស្រាលស្រួលខ្លួនតែម្ដងជាមួយនឹង ingredient ដែលចម្រាញ់ចេញពីធម្មជាតិសុទ្ធសាធ 100% និងស្តង់ដារដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងទាំងជាតិនិងអន្តរជាតិចា Yasaka Body Shape តោះចាំការទៀតយករៀងស្លីមស្អាតជាមួយគ្នាបងប្អូនកម្ពុជាវីតាមីន Yasaka Body Shape ស្រកគីឡូស្អាតក្មេងជាងវ័យបែបសុខភាពល្អ Slim and confident with Yasaka Body Shape នឹងជាអ្នកមានចិត្តណាបង្ករឿងហើយបានរុញលោកប្រុសធំត្រកូលគូឲ្យធ្លាក់ចូលទៅក្នុងទឹកស៊ូសៀវជាវគ្រាន់តែមានចិត្តចង់ការពារចៅវាយនាយរបស់នាងតែប៉ុណ្ណោះថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកឲ្យបានដឹងថាស៊ូសៀវជាវមិនត្រឹមតែជាអ្នកបម្រើរបស់ត្រកូលគូនោះទេប៉ុន្តែនាងក៏ជាអ្នកមានគុណជួយសង្គ្រោះជីវិតរបស់ខ្ញុំហូមីងជូផងដែរបើអ្នកណាហ៊ានប៉ះពាល់សំបីតែសក់មួយសរសៃរបស់នាងនោះមានន័យថាជាស្ត្រូវជាមួយវិមានលោកមេតបហើយអ្នកនាងហូសូមមេត្តាអភ័យទោសផងគឺមកពីខ្ញុំមានភ្នែកតែមើលមិនឃើញទើបជ្រុលជ្រួសប៉ះពាល់ដល់អ្នកមានគុណរបស់អ្នកនាងសូមមេត្តាប្រណីផងប្រែថាគឺជាអ្នកសោះអរគុណអ្នកនាងហូច្រើនណាស់កញ្ញាសៀវជាវកាលពីយប់នោះគឺពិតជាអរគុណដល់អ្នកខ្លាំងណាស់ថ្ងៃនេះខ្ញុំមានចេតនារៀបចំពិធីជប់លៀងក្នុងបំណងចង់ថ្លែងអំណរគុណដល់អ្នកឲ្យបានសមរម្យតែមិននឹកស្មានថាបែបជាធ្វើឲ្យអ្នកត្រូវរងភាពអយុត្តិធម៌ទៅវិញនរណានៅទីនោះចូលនាំខ្លួនមនុស្សដែលមិនស្គាល់ងាប់រស់ទាំងពីរអ្នកនេះដេញចេញពីភូមិគ្រឹះឲ្យអស់ទៅចាប់ពីពេលនេះទៅរាល់ពិធីជប់លៀងនៅក្នុងភូមិគ្រឹះត្រកូលហូមនុស្សនៃត្រកូលលូទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យចូលជាដាច់ខាតហើយសំមុខហើយអសៅថឹងកូនកំសត់របស់ខ្ញុំឲ្យ
រដូវភ្លៀងដ៏ចង្រៃនេះភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃបែបនេះធ្វើឲ្យរបួសជើងកាន់តែឈឺចាប់ខ្លាំងឡើងហើយពួកគេពិតជាមើលងាយគ្នាខ្លាំងពេកហើយលោកគ្រូពេទ្យរបួសជើងរបស់សៅថឹងរើឡើងខ្លាំងដល់ថ្នាក់នេះឈឺចាប់ពេញមួយយប់រហូតសម្រានមិនលក់សោះតើគួរតែធ្វើបែបណាទៅទើបជាការល្អលោកម្ចាស់គូរបួសជើងរបស់លោកប្រុសធំដើមឡើយគឺធ្ងន់ធ្ងរណាស់ទៅហើយប៉ុន្មានថ្ងៃមុនថែមទាំងធ្លាក់ទឹកត្រូវខ្យល់ត្រជាក់ទៀតពុករួមទាំងទីក្រុងអេសនេះមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃសំណើមគឺខ្លាំងក្លាពេកហើយពិតជាបន្ថែមគ្រោះលើគ្រោះមែនខ្ញុំសូមផ្ដល់យោបល់ថាគួរតែប្រញាប់បញ្ជូនលោកប្រុសធំចេញពីទីក្រុងទៅកាន់តំបន់ដែលខ្ពស់ជាងនៅឯភូមិគ្រឹះជនបទដែលមានទឹកអូរធម្មជាតិដើម្បីសម្រាប់ព្យាបាលមួយរយៈសិន ទាំងអស់គ្នាយករូបថតមកប្រៀបធៀបគ្នាអញ្ចឹងបាទដឹងថាផលិតផលរបស់គេខ្លាំងប៉ុណ្ណាមួយរយៈមុនណាគឺខ្ញុំខ្លាចកាមេរ៉ាខ្លាំងមែនតើខ្ញុំបដៅខ្លួនរហូតដល់60គីឡូថតរូបហើយអត់ហ៊ានផុសទេគឺដេកយំម្នាក់ឯងហ្មងមិនគួរណាបដៅខ្លួនដល់ថ្នាក់ហ្នឹងសោះក៏ប៉ុន្តែមួយរយៈហ្នឹងគឺខ្ញុំអូស Facebook អត់ដាច់ហ្មងដោយសារតែយាសកា brand គឺផ្ទុះខ្លាំងមែនតើទៅខ្ញុំសម្រេចចិត្តសារដឹងខ្លួនតែផ្នែកហ្មងអាខោធ្លាប់ពាក់ឡើងតឹងផ្អឺហ្នឹងឥឡូវពាក់ឡើងអាលងតឹងតែអត់ជឿហើយតុំញ៉ាំបានតែ2កំប៉ុងសោះតែមើលរៀងឥឡូវឡើង slim ផ្លែកសាហាវទៅណាមកណាគេសួររហូតថាឥឡូវស្អាតផ្លែកមិនត្រឹមតែស្រកគីឡូទេណាគឺអត់ប៉ះពាល់សុខភាពអត់ធ្វើឲ្យរាកហើយអត់មួម៉ៅទៀតហើយអ្នកទាំងអស់គ្នាមិនបាច់ភ័យទេស្រកគីឡូមើលទៅមុខអត់បាក់ទេដោយសារតែ Yasaka Body Shape នេះគឺជាប្រភេទវីតាមីនសម្រកជួយកម្ចាត់ជាតិពុលហើយនឹងខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់យើងហ្នឹងញ៉ាំមួយថ្ងៃតែមួយគ្រាប់ទេមុនអាហារពេលព្រឹក30នាទីភ្លេចខ្លួនស្រកគីឡូអត់ដឹងខ្លួនហ្មងហើយ Yasaka Body Shape ហ្នឹងគឺមានរូបមន្តមកពីប្រទេសបារាំងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថា brand Yasaka ហ្នឹងគឺជា brand មួយដែលនៅលើទីផ្សារយូរហើយក៏ល្បីខ្លាំងមែនតើសំខាន់ណាមាន brand Yasaka ហ្នឹងនៅលើគ្រប់ឆ្នាំទៀតនិយាយទៅគឺអាចប្រើដោយទំនុកចិត្តបានគឺអាចទុកចិត្តបានហ្មងតោះនៅទឹកខ្លួនឯងឲ្យធាត់មានក្បាលពោះដល់អង្ការទៀតលឿនមកអានឆាប់បានស្អាតទាំងអស់គ្នា គ្រួសារយើងមានភូមិគ្រឹះទឹកអូមួយនៅជាក្រុងប៉ែកខាងលិចសៀវជូអ្នកប្រញាប់ទៅរៀបចំអីវ៉ាន់ទៅរួចនាំលោកប្រុសទៅសម្រាប់ព្យាបាលបាទលោកម្ចាស់លោកស្រីសូមដាក់ចិត្តឲ្យស្រឡះ 100% ចុះឲ្យតែមានខ្ញុំស៊ូសៀវជូនៅទីនេះធានាថានឹងមើលថែលោកប្រុសឲ្យមានសាច់មានឈាមហើយនាំត្រឡប់មកវិញដោយមានសុខភាពមាំមួនដូចនេះដូចខ្លះភូមិគ្រឹះទឹកអូស្ដាប់ទៅហាក់ដូចជាកន្លែងដ៏អស្ចារ្យដែលអាចត្រាំទឹកបានថែមទាំងមានរបស់ឆ្ងាញ់ញ៉ាំដូចជាឋានសុខអញ្ចឹងបែបនេះទើបហៅថាចំណេញមកឲ្យលឿនមកអ្នករាល់គ្នាលោកប្រុសធំមកដល់ហើយអូលោកប្រុសធំអញ្ជើញមកដល់ហើយតើហេតុអ្វីក៏មិនផ្ដល់ដំណឹងឲ្យដឹងមុនបន្តិចផងនៅក្នុងភូមិគ្រឹះសំបីតែទឹកតែក្តៅមួយពេងក៏រៀបចំមិនទាន់ដែរលោកប្រុសធំត្រឡប់មកភូមិគ្រឹះផ្ទាល់ខ្លួនរបស់គាត់នៅត្រូវផ្ញើសារទូលេខប្រាប់អ្នកជាមុនទៀតឬយ៉ាងណាកុំនិយាយច្រើនពេកប្រញាប់ទៅរៀបចំបន្ទប់គេងធំនៅជាន់ទី2ឲ្យស្អាតបាត់ភ្លាមហើយដាំទឹកក្តៅឲ្យបានច្រើនបន្តិចពិតជាមិនចៃដន្យមែនបន្ទប់គេងធំកាលពីប៉ុន្មានថ្ងៃមុនមានលេខឃ្លីទឹកភ្លៀងជញ្ជាំងនៅល្វែងខាងលើត្រូវទឹកជោកជាំរហូតដុះផ្សិតអស់ហើយពិតជាមិនអាចស្នាក់នៅបានឡើយមានតែបង្ខំចិត្តឲ្យលោកប្រុសធំទ្រាំបន្តិចហើយឥឡូវនេះសម្រាប់នៅបន្ទប់អ្នកបម្រើនៅក្បែរជាន់ទី1បណ្ដោះអាសន្នសិនទៅ